ថ្ងៃកាន់តែប្រហើនហើយមិនញញើតចំពោះមុខអន្តរជាតិទេបងប្អូនក្រៅពីការកិច្ចវេះមិនចូលខ្លួនមកដោះស្រាយមិនចូលរួមនៅក្នុងកិច្ចប្រជុំតាមកំណត់ទូតដែលកម្ពុជាបានដាក់ទៅថៃថែមទាំងធ្វើនៅសកម្មភាពក៏ក្លឿនជាច្រើនមិនគោរពទៅតាមកិច្ចព្រមព្រៀងនិងស្មារតីនៃសេចក្តីប្រកាសរួមចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ហើយកាលពីថ្ងៃទី17ខែមិថុនាកន្លងទៅនេះកងកម្លាំងយោធាថៃក៏បានលើកដងហើយនឹងបង្ហូតទង់ជាតិថៃនៅក្នុងទឹកដីកម្ពុជាដែលស្ថិតនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដាស្រុកវាលវែងនៃខេត្តពោធិ៍សាត់ហើយមិនតែប៉ុណ្ណោះនៅថ្ងៃដដែលនោះមានឃ្លាំងមួយដែលស្ថិតនៅក្នុងបរិវេណសន្តាគារនិងរមណីយដ្ឋាន Royal Oak Smack ដែលស្ថិតនៅក្នុងក្រុងសំរោងខេត្តឧត្តរមានជ័យបច្ចុប្បន្នកំពុងស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់ពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃត្រូវបានគេរាយការណ៍ថាត្រូវបានគេដុតបំផ្លាញដោយចេតនាហើយលើពីនេះទៅទៀតកងកម្លាំងប្រដាប់អាវុធថៃក៏បានសាងសង់នៅរបងបេតុងនៅក្នុងតំបន់ប្រាសាទតាក្របីផងដែរបងប្អូនរាជរដ្ឋាភិបាលកម្ពុជាយើងបាននិយាយច្រើនណាស់មកហើយអំពីជំហររបស់កម្ពុជានៅក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីហើយជាថ្មីម្ដងទៀតនៅពេលដែលសកម្មភាពក៏ក្លឿនទាំងអស់នេះបានកើតឡើងរាជរដ្ឋាភិបាលកម្ពុជាយើងតាមរយៈក្រសួងការបរទេសក៏បានចេញនៅលិខិតជំទាស់តវ៉ាជាផ្លូវការទៅកាន់ភាគីថៃដែលសកម្មភាពទាំងអស់នោះគឺជាការរំលោភបំពានមកលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាដោយដែលបានកំណត់នៅក្នុងផែនទីខ្នាត1លើ200,000ដែលបានបន្សល់ទុកដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនឥណ្ឌូចិនសៀមស្របទៅតាមអនុសញ្ញាបារាំងសៀមឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907ឃើញនៅសកម្មភាពទាំងអស់នឹងហើយអាចនឹងមានបងប្អូនយើងខ្លះនឹងលើកឡើងទៀតហើយថាមិនក៏មិនវាយគេវិញទៅហើយកាលណាបានប្តឹងទៅតុលាការអន្តរជាតិមិនក៏មិនឆាប់ប្តឹងទៅខ្ញុំចង់បញ្ជាក់បងប្អូនដែរថាអ្វីគ្រប់យ៉ាងនៅពេលនេះគឺជាភ័ស្តុតាងយើងមិនអាចទៅវាយគេទេកាលណាតែយើងហ៊ានវាយគេភ្លាមយើងនឹងក្លាយជាអ្នកបង្កសង្គ្រាមភ្លាមដល់ពេលនឹងអ្វីដែលកម្ពុជាយើងខំប្រឹងទាំងអំបាលម៉ាននឹងត្រូវក្លាយជាអាសាបង់ហើយមួយវិញទៀតវាជាការចាំបាច់ដែលយើងត្រូវតែប្រមូលនៅគ្រប់ភ័ស្តុតាងទាំងអស់ទុកដោយសារតែយើងគឺជាអ្នកដែលមានការប្រាជ្ញាចិត្តហើយនឹងបង្ហាញជំហរដ៏ស្មោះត្រង់របស់យើងនៅក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីទៅតាមរយៈកិច្ចសន្ទនានិងច្បាប់អន្តរជាតិហើយវាជារឿងធម្មតាទេដែលដំណើរការផ្លូវច្បាប់គឺត្រូវការពេលវេលាសមស្របមួយនៅក្រោយពេលដែលក្រសួងការបរទេសកម្ពុជាបានចេញលិខិតតវ៉ាជាផ្លូវការរួចមកពួកថៃក៏វានៅមិនសុខដែរប្រផាសសុនចៃឌីដែលជានាយកមជ្ឈមណ្ឌលព័ត៌មានស្ថានភាពថៃកម្ពុជាក៏បានចេញមកបដិសេធថាពួកវាមិនបានធ្វើខុសឡើយដោយវាបាននិយាយថានេះគ្រាន់តែជាការអនុវត្តរបស់មន្ត្រីថៃហើយជាការបំពេញភារកិច្ចនៅក្នុងតំបន់ដែលភាគីថៃគ្រប់គ្រងនិងរក្សាសន្តិសុខជាបន្តបន្ទាប់មកមិនមែនជាការកាន់កាប់ទឹកដីឬក៏មានបំណងផ្លាស់ប្ដូរខ្សែបន្ទាត់ព្រំដែននោះឡើយបុគ្គលនេះក៏បានសង្កត់ធ្ងន់ដែរថាតំបន់ដែលភាគីទាំងពីរនៅតែមិនចុះសម្រុងគ្នាគួរតែត្រូវបានដោះស្រាយតាមរយៈយន្តការទ្វេភាគីដែលបានព្រមព្រៀងរួមគ្នាដើម្បីកាត់បន្ថយការយល់ច្រឡំនិងការពារកុំឲ្យស្ថានភាពនេះប៉ះពាល់ទៅដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរហើយក្រៅពីនោះប្រទេសថៃក៏បានបញ្ជាក់ដែរថាគ្មានភ័ស្តុតាងណាមួយបញ្ជាក់អំពីការចោទប្រកាន់ដែលថាថៃជាអ្នកដុតឃ្លាំងទំនិញនៅអូស្មាច់នោះទេហើយបានស្នើឲ្យមានការត្រួតពិនិត្យការពិតរួមគ្នាដោយតម្លាភាពនិងយុត្តិធម៌និយាយចូលមកដល់ចំណុចនេះបើសិនជាថៃវានិយាយបែបហ្នឹងហើយតើហេតុអីក៏ថៃមិនព្រមចូលមកប្រជុំចរចាជាមួយនឹងកម្ពុជាថៃប្រឹងស្រែកដដែលថាខ្លួនចង់ដោះស្រាយមានបំណងចង់ដោះស្រាយតាមយន្តការទ្វេភាគីដោះស្រាយដោយសន្តិវិធីប៉ុន្តែហេតុអីបានជាគ្រប់ពេលដែលកម្ពុជាចេញកំណត់ទូទៅថៃវាជាអ្នកកិច្ចវេះមិនចូលតុចរចាដោយខ្លួនឯង
ចំណុចទាំងអស់នេះហើយដែលកំពុងបង្ហាញថាថៃមិនត្រឹមតែធ្វើនៅសកម្មភាពដែលរំលោភបំពានមកលើទឹកដីរបស់កម្ពុជាយើងនោះទេប៉ុន្តែថៃក៏មិនកោតខ្លាចទៅនឹងក្របខ័ណ្ឌច្បាប់អន្តរជាតិឡើយប្រទេសថៃបច្ចុប្បន្នប្រៀបដូចជាមានជនពាលទៅដឹកនាំប្រទេសអញ្ចឹងគ្មានក្របខ័ណ្ឌការងារច្បាស់លាស់គ្មានយុទ្ធសាស្ត្រការទូតត្រឹមត្រូវធ្វើការដោយក្មេងបៀមដៃអញ្ចឹងមើលតែសកម្មភាពរបស់ថ្នាក់ដឹកនាំថៃមួយចំនួនទៅដឹងអីមាត់និយាយផ្សេងសកម្មភាពធ្វើផ្សឹងផ្ទុយស្រឡះពីការនិយាយដែលគួរឲ្យស្អប់ជាទីបំផុត